តាមបងប្អូនគ្នាបាទឥឡូវថ្ងៃនេះសូមថតបង្ហោះឡានថ្មី review តតងឡាន Isuzu 3តោនកន្លះបន្តិចបងប្អូនណាអញ្ចឹងឡាន3តោនកន្លះ Isuzu នេះឆ្នាំវានេះបងប្អូនសក់អីនេះសក់អីលេខតួអញ្ចឹងឡាននេះគឺឆ្នាំរបស់វាសក់អីគឺ025បងប្អូន3តោនកន្លះ Isuzu ថ្មីខ្លាញ់គោរបស់ជប៉ុន025អានេះពណ៌សបាទប្រភេទឆ្កៀងប្រឆោមបងណាអានេះតកេ6 3តោនកន្លះយ៉ាងតកេ6ហើយសបោវាធំ750 16បងអេមដឹកធ្ងន់បានបាទនេះហើយខាងក្នុងរបស់វាអេមបងប្អូនណាបាទពណ៌ប្រផេះកម៉ៅក្អី3ក្អីដាច់បងប្អូនណាមានធ្នើដាក់អីវ៉ាន់ឯងមកកាផ្លេតលាយស្អាតណាអានេះជប៉ុនចំ 100% បងប្អូនណាបាទអេមនេះលេខតួអក្សរជេឡាននេះគឺផ្លាត់ក្នុងប្រទេសជប៉ុនបងប្អូនណាបាទអេមនេះហើយម៉ាស៊ីនអីខ្ចីឯងបង7000នេះនេះបងឃើញទេ3តោនកន្លះ025បងអេមវាមកគុំសិតហ៊ីតាឈីបាទភ្លេងមកអញ្ចឹងឡាននេះគឺ025ហើយសាច់ត្រង់វាគឺធ្វើបានវែងអានេះធ្វើបាន5ម៉ែត្របដោយត្រង់មកមកទៅតឹងវាយ៉ាងអាចធ្វើបាន2ម៉ែត្រ2ទៅ2ម៉ែត្រ3ហើយមួយទៀតបកមកវិញគឺមាន sensor កាប៊ីនបិទអាចិតអានេះស្រែកសុវត្ថិភាពហើយកាប៊ីនរបស់ Isuzu នេះប៉ោង3តោនកន្លះប៉ោងអញ្ចឹងយ៉ាងអាចដាក់វ៉ាន់ខាងក្រៅនេះបានគឺអត់កាត់ស្មើតែគឺប៉ោងទៅវាធំទៅលាយបាទអេមកបងបាទខ្ចីញ៉ាញ់ខ្លាញ់គោតាមម្ដងបាទនេះបាទឡានថ្មីតម្លៃវា 30000 ក្រាស់មកបងបាទមានចំណាប់អារម្មណ៍អីអាចសាក់សួរបានបងណាហ្នឹងហើយអានេះបោះជប៉ុនចាំ 100% មានកាយចកោទេបាទនេះខ្ចីញ៉ាញ់តែម្ដងបាទអញ្ចឹងឡាននេះគឺអតិជនក៏យកមកធ្វើត្រង់ឥឡូវនេះ1 3កន្លះហើយទៅមកនោះគឺប្រភេទ1តោនកន្លះថតជូនមកបងមើលតិចបាទ1តោនកន្លះនេះថ្មីខ្លាញ់គោដូចគ្នាដែរបងបាទអញ្ចឹងគឺសម្រាប់បងដែលមានតម្រូវការរថយន្តចង់បាន1តោនកន្លះ2កន្លះ3កន្លះគ្រប់តោនគ្រប់ធំនេះអាចសាក់សួរបានបងណានេះបាទ1តោនកន្លះកាប៊ីនជ្រុងហើយIsuzuឡាន1តោនកន្លះតួវែងបងអត់ខ្លីទេសាច់ត្រង់វាគឺពីក្រោយកាប៊ីនដល់ចុងសាក់ស៊ីនេះគឺយើងធ្វើបាន3ម៉ែត្រកន្លះអត់មានតទេព្រោះតួវែងស្រាប់អញ្ចឹងគឺបងយកទៅប្រើសុវត្ថិភាពបាទហើយតាក់ទងនឹងច្បាប់ប្រឡប់នេះគឺអត់មានខុសទេហ្មងណាបាទហើយឡានIsuzu1តោនកន្លះបងឃើញគឺជាទៀសនៅលើប៉ងនេះជាទៀសនៅលើប៉ងហើយជាទៀសវាដប់ពីជាន់ទៀតអញ្ចឹងបងការឡើងជាទៀសឡើងអីគឺងាយស្រួលបាទអត់មានស៊ូនេះdouble stop នេះគឺអត់មានអប់ទេបាទអាចដឹកអីវ៉ាន់គឺបានធ្ងន់បានចាស់ឡានមានលំនឹងល្អទៀតភាសាវាតួវែងហើយជាពិសេសសម្រាប់ឡាន1តោនកន្លះនេះគឺម៉ាស៊ីនវាប្រើ turbo បងប្អូនណានេះអញ្ចឹងគឺម៉ាស៊ីនវាប្រើ turbo ហើយម៉ាស៊ីនវានេះគឺតែ 3.0 ទេស៊ីប្រេងតិចស្ទុះខ្លាំងល្អបាទហើយសារយើងប្រើមានប្រើ turbo បងប្អូនណាហ្នឹងហើយបាទ1តោនកន្លះយើងម៉ាស៊ីន 3 ចុចប៉ុណ្ណឹងល្មមបងប្អូនណាបើម៉ាស៊ីនធំពេកយើងប្រើដល់អស់លទ្ធភាពគឺឡាននេះគឺស៊ីប្រេងច្រើនហើយបងប្រើអស់សមត្ថភាពបាទអញ្ចឹងគឺសម្រាប់ Isuzu ម៉ាស៊ីននេះគឺល្មម 3.0 អត់តូចពេកអត់ធំពេកហ្មងណាហ្នឹងហើយកន្លែងនេះ 30000 ស្ដើងបងហ្នឹងហើយយ៉ានវាគឺប្រភេទដំបង16ស្បោះវា700បងណាហ្នឹងហើយជាទៀសដប់ជាទៀសដប់កង់ដប់ហើយជាទៀសហើយនេះគឺនៅលើប៉ងបងណាគេតួវែងបាទអូខេចឹងសម្រាប់បងដែលមានតម្រូវការចង់បានរថយន្តថ្មីគ្រប់ຂະຫນាតគ្រប់ទំហំអាចសាក់សួរបានបងណាអរគុណបងប្អូនអរគ្នាបាទ